តថ្ងៃនេះយើងមកនិយាយតាក់ទងទៅនឹងកីឡាករអឹមបាប៉េដែលឡើងជើងខ្លាំងមែនទែនបច្ចុប្បន្ននឹងលេងឲ្យរៀលម៉ាឌ្រីតបានផ្លាស់តួនាទីពីលេងប្រយុទ្ធស្លាប់ទៅប្រយុទ្ធកណ្ដាលបាទសុទ្ធចូលគ្រប់ការប្រកួតតម្រង់នៅក្នុងរដូវកាល2025-2026នេះគាត់ឥឡូវហ្នឹងកំពុងតែដើរតាមកន្លងរបស់រ៉ូណាល់ដូបាទរ៉ូណាល់ដូដំបូងលេងជាខ្សែប្រយុទ្ធស្លាប់ទេដល់ពេលមករៀលម៉ាឌ្រីតរៀលបដូរគាត់ឲ្យទៅលេងប្រយុទ្ធកណ្ដាលបាទដែលខុសពីរ៉ូគាត់អញ្ចឹងគាត់ទៅលេងភ្លាមហើយគាត់ចាប់ផ្ដើមសុទ្ធបញ្ចូលទីគ្រប់ការប្រកួតតែម្ដងឲ្យរៀលម៉ាឌ្រីតឥឡូវអឹមបាប៉េដូចគ្នាបាទយើងមើលពីស្ថិតិឥឡូវអឹមបាប៉េសុទ្ធបាន60គ្រាប់ហើយនៅក្នុងពានរង្វាន់ UEFA Champions League គាត់តំលេងបាន89ប្រកួតទេសុទ្ធបាន60គ្រាប់ហើយចំនួនរ៉ូណាល់ដូលេងហ្នឹងគាត់លេង98ប្រកួតសុទ្ធបាន60គ្រាប់បាទអញ្ចឹងឥឡូវហ្នឹងគាត់កំពុងតែធ្វើបានល្អជាង idol របស់គាត់រ៉ូណាល់ដូទៀតបាទបើយើងមើលពីតារាងចំណាត់ថ្នាក់កីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេនៅក្នុងពានរង្វាន់ UEFA Champions League ប្រចាំប្រវត្តិសាស្ត្រតែម្ដងគឺលេខ1រ៉ូណាល់ដូ141គ្រាប់បាទហើយតាមពីក្រោយដោយមេស៊ីគឺ129គ្រាប់លេខ3 Robert Lewandowski សុទ្ធបាន105គ្រាប់ហើយកីឡាករ Karim Benzema សុទ្ធបាន90គ្រាប់ Raúl បាទអតីត legend របស់ Real Madrid 71គ្រាប់និង Kylian Mbappe សុទ្ធបាន60គ្រាប់ហើយបានតាមស្មើកំណត់ត្រា Vanessa-Roy បាទបាន60គ្រាប់ហើយ Mbappe ឥឡូវហ្នឹងទើបតែ26ឆ្នាំទេ26ឆ្នាំគឺនៅពេលច្រើនខ្លាំងមែនទែនបាទហើយកីឡាករ59គ្រាប់ហ្នឹងគឺ Shevchenko កីឡាករអ៊ុយក្រែននិង Thomas Muller បាន57គ្រាប់ហុងរីគឺបានត្រឹមតែ51គ្រាប់ប៉ុណ្ណោះបាទកីឡាករសញ្ជាតិបារាំងដែលជា legend របស់ក្រុមជាមួយជាតិបារាំងណាឥឡូវនេះគឺអឹមបាប៉េវ៉ាដាច់អស់ហើយកីឡាករម្នាក់ទៀតដែលមិនអាចមើលរំលងបានដែរគឺ Erling Haaland បាទ Haaland បាន50គ្រាប់បាទនៅក្មេងទេ Haaland ក្មេងជាងអឹមបាប៉េទៀតហើយ Insigne បាន50គ្រាប់ស្មើគ្នាជាមួយ Haaland Zlatan Ibrahimovic បានត្រឹមតែ49គ្រាប់ប៉ុណ្ណោះតិចមែនតើនិងស្មើគ្នាហ្នឹងគឺកីឡាករ Alfredo De Stefano បាទ legend របស់ Real Madrid ដែលជួយឲ្យ Real ឈ្នះពាន Champions League ច្រើនណាស់តាំងពីចំនួន1900ជាងបាទហើយ Isanbo គឺជា legend របស់ប៉ូទុយហ្គាល់បាន47គ្រាប់ស្មើគ្នាជាមួយនឹង Sergio Aguero ក៏ដូចជា Antoine Griezmann បាន44គ្រាប់ស្មើគ្នាជាមួយនឹង Harry Kane បាទ Harry Kane គាត់តិចហ្នឹងដោយសារតែពីមុនឡើយហ្នឹងគាត់លេងឲ្យ Spurs អញ្ចឹង Spurs កម្របានមកលេង Champions League ដល់ឥឡូវហ្នឹងគាត់លេងឲ្យ Bayern លេងរាល់ឆ្នាំមែនប៉ុន្តែអាយុគាត់រៀងច្រើនហើយនិង44គ្រាប់ដូចគ្នាគឺ Drogba បាទ Drogba 44គ្រាប់អញ្ចឹងខ្ញុំមើលឃើញថាកំណត់ត្រា Ronaldo 141គ្រាប់នៅពានរង្វាន់ Champions League ខ្ញុំគិតថា Mbappe ប្រហែលជាគាត់ជាអ្នកបំបែកហើយឆ្នាំនេះខ្ញុំមើលឃើញថា Mbappe បង្ហាញទម្រង់លេងបានល្អមែនទែនជាពិសេសការបញ្ចប់ទីគាត់ច្បាស់តាំងពីចាប់ដើមរដូវកាលនេះគាត់សុទ្ធហើយនឹងអាស៊ីគឺ15គ្រាប់ហើយបើឲ្យតំដើមរដូវកាលហ្នឹងតំតែដើមរដូវកាលទេសុទ្ធបាន15គ្រាប់បាទហ្គោលនៅអាស៊ីបាទអញ្ចឹងប្រហែលជាចប់រដូវកាលអាចបានច្រើនបើចំនួនរ៉ូណាល់ដូឡើងជើងខ្លាំងហ្នឹងមួយរដូវកាលគាត់សុទ្ធបាទសុទ្ធ60គ្រាប់ជាងបាទ60គ្រាប់ជាងអញ្ចឹងខ្ញុំមើលឃើញពីសក្តានុពលរបស់ Mbappe គាត់ល្អហើយគួរតែអរគុណទៅដល់លោក Carlo Ancelotti ដែលទិញ Mbappe មកដំបូងហ្នឹង Mbappe មិនចង់លេងទេប្រយុទ្ធកណ្ដាលគាត់ថាគាត់ចង់លេងស្លាបឆ្វេងបាទដែលជា role scene របស់គាត់ណាប៉ុន្តែកន្លែងហ្នឹងមាន Vinicius Junior ហើយអញ្ចឹងវាជន់ជើងគ្នាហើយលោក Carlo Ancelotti ហ្នឹងក៏រុញ Mbappe ទៅប្រយុទ្ធកណ្ដាល
ភ្លាមដំបងហ្នឹងគឺអឹមបាប៉េសុទ្ធអត់ចូលសោះហើយមានអ្នកខ្លះរិះគន់គាត់ទៀតអូទិញអឹមបាប៉េមកចប់ហើយសុទ្ធអត់កើតបាទគាត់លេងដំបងប្របាក់សុទ្ធមែនទែនគាត់សុទ្ធអត់ចូលហើយ free kick វិញគឺអត់សូវបានទេហើយប៉េណាំងទីទៀតប៉េណាំងទីឆ្នាំមុនណាអូអឹមបាប៉េ Vinicius Junior Bellingham សុទ្ធអត់ចូលរហូតហើយខ្ញុំចាំច្បាស់ជាងគេគឺអឹមបាប៉េពេលប៉េណាំងទីជាមួយលីវើពូលឆ្នាំមុនចាញ់ណាគឺអឹមបាប៉េសុទ្ធអត់ចូលបាទប៉ុន្តែឆ្នាំនេះគាត់បុកហាត់ខ្លាំងមែនទែនហើយបាប៉េណាំងទីគាត់មិនងាយភ្លាត់ទេណាបាទយើងមើលគំរូរ៉ូណាល់ដូគាត់ដែលទាត់ប៉េណាំងទីអត់ចូលគាត់ខឹងហើយគាត់បុកហាត់អារឿងប៉េណាំងទីនោះឲ្យច្បាស់ free kick ឲ្យច្បាស់បញ្ចប់ទីឲ្យច្បាស់អញ្ចឹងអឹមបាប៉េឥឡូវកំពុងដើរតាមកន្លងធัวរបស់រ៉ូណាល់ដូបញ្ចប់ទីក៏ច្បាស់ប៉េណាំងទីក៏ច្បាស់ហើយឥឡូវក៏ចាប់ផ្ដើម free kick ដែរហើយបាទ free kick ថ្ងៃមុនបានមកគ្រាប់ដែរហើយអឹមបាប៉េនៅស្ទើមួយទៀតគឺស្ទើប្រើក្បាលបាទការតែរបស់គាត់គឺនៅស្ទើចាញ់រ៉ូណាល់ដូឆ្ងាយកន្លែងហ្នឹងគឺអន់មែនតើហើយរីឥឡូវនេះក៏ខ្ញុំមើលឃើញកន្លែងហ្នឹងដែរនៅលើមាន Vinicius Junior មានអឹមបាប៉េមាន Rodrigo សិតតអ្នកអឹមបាប៉េខ្ពស់ជាងគេ 1.8 ម៉ែត្រកែវហ្នឹង1.7 ម៉ែត្រជាងទាំងអស់បាទហើយតែហ្នឹងអន់ហ្មងអត់មានអ្នកណាចេះតែបញ្ចប់ទីលោតឲ្យខ្ពស់ហក់បញ្ចប់ទីល្អទេអត់មានសោះហើយខ្សែការពារបាន Den Hoyson មួយបាទរៀងខ្ពស់ជាងគេតិចប៉ុន្តែបើការពីមុនមានរ៉ាំម៉ូមានអីបញ្ចប់ទីល្អអាបាជ្រុងបាអីហ្នឹងឆ្នាំនេះរៀលម៉ាឌ្រីតបាជ្រុងមិនបាច់មើលតែអត់ឈ្នះគេហើយនៅតំបន់កណ្ដាលហ្នឹងគឺអាដាគូលឺគាត់ល្អហើយប៉ុន្តែនៅ Two Armani មកកន្លែងហ្នឹងកាលពីមុនហ្នឹងមាន Casemiro មិនងាយឲ្យគេទៅរួចទេបាទគាត់ស្កាត់គេបានល្អប៉ុន្តែ Two Armani រៀងស្ទើរបន្តិចក្នុងការ defend center defense ណាខ្សែបំរើការពារនៅស្ទើរកន្លែងហ្នឹងបន្តិចអញ្ចឹងការពាររៀងជ្រាយបំរើការពាររៀងជ្រាយហើយបំរើប្រយុទ្ធរៀងល្អបើប្រយុទ្ធលើវិញគឺល្អហ្មងសុទ្ធតែកម្ពុជាលបឿនអឹមបាប៉េ Vinicius Junior និង Rodrigo ឥឡូវ Rodrigo ប្រហែលជាចាំបដូរចូលទេ Bellingham ក៏ចាំបដូរចូលដូចគ្នាហើយគាត់ទៅជាពីរបួសអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេជជែកអំពីអឹមបាប៉េឡើងជើងខ្លាំងមែនទែននៅរដូវកាល2025-2026បើសិនជារៀឈ្នះ Champions League ខ្ញុំហ៊ាននិយាយតែហ្មងថាអឹមបាប៉េនឹងឈ្នះពាន Ballon d'Or នៅក្នុងឆ្នាំ2026ខាងមុខនេះ